ดอกคายធ្វើស្រែទៀតហើយបងប្អូនអើយនៅចិនណោះហើយឆ្នាំហ្នឹងមេឃអត់សូវភ្លៀងអីចឹងគាត់អត់ស្ទូងអត់អីទេគឺគាត់ព្រុសអីចឹងហើយព្រុសនៅស្រុកចិនគឺព្រុសខ្វាប់វើលហើយតែគ្រាន់តែដីនៅស្រុកចិនគឺដីរុំដីគេស្មើស្អាតខ្មៅព្រិចអីចឹងមកមើលពូជម៉ែក្មេកខ្ញុំមកធុងពេត្រូទូចហ្នឹងគឺបានស្រែ2ហើយគាត់ព្រុសវើណាបងប្អូននៅស្រុកចិនមិនថាតែម៉ែក្មេកខ្ញុំគឺទាំងអស់គ្នាអ្នកភូមិអីចឹងគឺឆ្នាំហ្នឹងគឺព្រុសហើយប៉ុន្តែព្រុសហើយនៅស្រុកចិនគឺវល់ណាបងប្អូនខ្ញុំធ្លាប់តែឃើញហើយឪខ្ញុំគាត់ព្រុសនៅហើយខ្មែរអញ្ចឹងមកស្រែដែលគាត់ព្រុសហ្នឹងប្រហែលជាកន្លះច្បងជាហើយឪខ្ញុំគាត់ព្រុសនៅខ្មែរគឺរៀងញឹកអីចឹងតែបើខ្ញុំមកមើលនៅចិនគឺវើមកចង្អាមួយគាត់ព្រុសហើយគាត់ព្រុសខុសពីឪខ្ញុំអញ្ចឹងមើលទៅមួយយ៉ាងដែរប៉ុន្តែលឿនគាត់ព្រុសអញ្ចឹងលឿនទេតាមកផ្លែតស្រូវតិចចឹងហើយពូជនៅស្រុកចិនគឺឲ្យដល់ខែធ្វើស្រែដឹងទៅគេលក់ពូជហើយកញ្ចប់គេប្រហែលជាកន្លះគីឡូខ្មែរយើងហើយប៉ុន្តែតម្លៃមិនបាច់និយាយឯងគឺ 5-60000 លុយខ្មែរឲ្យថ្លៃអត់ដូចនៅស្រុកខ្មែរយើងទេស្រុកខ្មែរយើងពេលយើងឲ្យធ្វើស្រូវបានយើងទុកពូជធ្វើឆ្នាំក្រោយទៀតតែអត់ទេឆ្នាំនៅចិនគឺអត់ទេគេធ្វើពូជបានអញ្ចឹងគេហូបអស់អីចឹងទៅពេលដល់ខែធ្វើស្រែគឺពួកគាត់ទិញពូជគេអញ្ចឹងហើយពូជគេថ្លៃហើយមកមើលស្រូវដែលគេព្រុសដោះមកគឺវើដូចគ្មានស្រូវទេបងប្អូនហើយមិនដឹងថាបានស្រូវហូបអត់ទេតែបើឆ្នាំថ្មីខ្ញុំស្ទូងម៉ែក្មេងគាត់ស្ទូងអញ្ចឹងគឺពេលដែលដោះមកគឺល្អឡើងគ្រាប់វាឡើងយីរួមគួរវាល្អធំហ្មងហើយឡើងមកមើលប្តីភ្ជួរស្រែហើយម៉ែក្មេងខ្ញុំគាត់ព្រុសអីចឹងទៅប្តីគាត់នៅជួស្រែគេអញ្ចឹងគេជួលនៅចិត្តនឹងដែរហើយឥឡូវដល់ផ្ទះធ្វើម្ហូបហើយនេះស្លឹកអីគេហើយដើមម្លងស្វាយកមកឆាយអញ្ចឹងហើយឆ្នាំងម៉ែក្មេងខ្ញុំនេះគឺស្ងោរឆ្អឹងជ្រូកអញ្ចឹងហើយមកចៀនត្រីឲ្យម៉ែក្មេងគាត់ទិញត្រី5មកចៀនធ្វើហើយស្វាយអញ្ចឹងហើយម្ហូបម៉ែក្មេងខ្ញុំគឺ2មុខ3មុខតែស្រួលទេម្ហូបចិនឆាម្លងប្រាំងមួយសាច់ជ្រូកហើយឥឡូវខ្ញុំសັບឆ្វាយមួយការ៉ុតមុនអីនឹងធ្វើតបមួយត្រីចៀនប៉ុន្តែឆ្ងាញ់បងប្អូនព្រោះថ្ងៃហូបទៅសាច់ទៅពេលបានហូបត្រីម្ដងកាលគឺឆ្ងាញ់ហូបឡើងអស់បាយពីចានអញ្ចឹងណាហើយម្ហូបខ្ញុំគឺមានប៉ុណ្ណឹងទេបងប្អូនត្រីគឺយកមកតែ2-3ទេហើយហូបបាយហើយក៏លាងមាត់ជាមួយផ្លែសេរីតែផ្លែសេរីពណ៌ខៀវប៉ុន្តែផ្អែមបងប្អូនឆ្ងាញ់ចិនសវោហើយផ្លែឈើហូបបងប្អូនមិនថាខែណាគឺសវោល្មងមានលក់ពេញផ្សារព្រោះគេដាំនៅយីរួមស្រុកគេគឺដាំដំណាំផ្លែឈើហូបចឹងវីដេអូក៏មានប៉ុណ្ណឹងដែរបងប្អូនបាយអរគុណច្រើន